សូមជម្រាបសួរប្រិយមិត្តថ្ងៃនេះយើងបន្តអត្ថបទកាសែតកៅសុទ្ធដែលកំពុងតែមានការផុសផុលខ្លាំងទាក់ទងនឹងឯកអគ្គរដ្ឋទូតប្រទេសចិនបាទហើយទៅនឹងបញ្ហាស្ថានភាពអាកាសយានដ្ឋានសុវណ្ណភូមិបាទចឹងឥឡូវយើងមើលរដ្ឋមន្ត្រីការបរទេសថៃតាស៊ីហាសៈតានឹងតាដែរគេទៅយុរដ្ឋឧបនាយករដ្ឋមន្ត្រីការបរទេសថៃហ្នឹងតាប៉ែនឹងមុខក្រាស់មុខមិនចេះខ្មាស់គេនិយាយមកចាំបងប្អូនយើងចូលទៅមើលទៅអត្ថបទទៅតែចុះផ្សាយនៅកាសែតរបស់ថៃហ្នឹងជាភាសាអង់គ្លេសកៅសុទ្ធនឹងតែម្ដងដែលនិយាយអំពីភាពតានតឹងហ្នឹងហើយសូមធ្វើការមកជារួមអត្ថបទជូនបងប្អូនប្រិយមិត្តស្ដាប់អញ្ចឹងសេចក្តីកាសែតហ្នឹងមានន័យឯកអគ្គរដ្ឋទូតចិនបាទជាចំណងជើងអត្ថបទកាសែតគួរតែបកស្រាយចំនួននៅអាកាសយានដ្ឋានសុវណ្ណភូមិជាជាងធ្វើឲ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរទៅបាទនេះគេរដ្ឋមន្ត្រីការបរទេសថៃបានថ្លែងនិយាយបែបនេះអញ្ចឹងនេះនៅចុះផ្សាយនៅបាងកកលោកស៊ីស័កភូមិកេតៅឈ្មោះអានជាភាសាអង់គ្លេសឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសថៃកាលពីថ្ងៃពុធបានថ្លែងថាអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃគួរតែជួយបកស្រាយអំពីចំនួនជំវិញក្រមទេសចរចិននៅអាកាសយានដ្ឋានសុវណ្ណភូមិហើយជៀសវាងការធ្វើសេចក្តីថ្លែងការណ៍ណាដែលធ្វើឲ្យមានភាពតានតឹងក្នុងចំណោមសាធារណមតិកាន់តែជ្រាលជ្រៅបាទនេះគាត់បានថ្លែងនៅវិមានរដ្ឋថាភិបាលកាលពីថ្ងៃ5ខែសីហាលោកស៊ីស័កបានឲ្យដឹងថាលោកធ្លាប់បានពិភាក្សាអំពីហេតុការណ៍ស្រដៀងគ្នានេះជាមួយឯកអគ្គរដ្ឋទូតចិនរួចមកហើយដោយបានគូសបញ្ជាក់ថានេះជាបញ្ហាដ៏រសើបខ្លាំងតែទាមទារឲ្យមានការដោះស្រាយតាមផ្លូវទូតដោយប្រុងប្រយ័ត្នបំផុតកន្លែងចំណុចនេះប្រិយមិត្តយើងអាចចូលទៅមើលនៅក្នុងប្រព័ន្ធ social media ក្នុងជាពិសេសនៅក្នុង Facebook តែម្ដងឃើញមានបញ្ហាជាទេសចរដែលត្រូវបានជនជាតិថៃហ្នឹងបាទឃើញដូចជាព្រួតគ្នាវាយជាការមិនសប្បាយចិត្តជាខ្លាំងហើយមិនព្រមចេញបកស្រាយត្រឹមត្រូវទេឥឡូវវីដេអូហ្នឹងឃើញដូចជាខាងកាសែតធំហ្នឹងលុបចេញបាត់ទៅហើយបាទជនជាតិហ្នឹងលេងនៅណាមិនលេងជាមួយចិនចាឥឡូវយើងបន្តទៀតលោកស៊ីស័កហ្នឹងបានមានប្រសាសន៍ថាឯកអគ្គរដ្ឋទូតគួរតែចេញមកបកស្រាយអំពីស្ថានភាពមិនមែនគ្រាន់តែការពារផលប្រយោជន៍ជនជាតិចិនប៉ុណ្ណោះទេប៉ុន្តែត្រូវជួយបង្កើតការយោគយល់គ្នាផងដែរនិយាយឲ្យគេនឹងយោគយល់ដល់ខ្លួនឯងតែខ្លួនឯងរឹកនិយាយដូចគ្មានដឹងក្បាលដឹងកតុយដូចជាយ៉ាប់ដែរអ្នកការទូតចិនដូចអ្នកការទូតរបស់ជនជាតិថៃហ្នឹងដូចប្រហែលនិយាយគ្នាគ្មានដឹងទេម្ញាក់គ្មានដឹងក្បាលដឹងកតុយដូចគ្មានចំណេះដឹងខាងការទូតមិនទេចឹងលោកបន្ថែមថាឯកអគ្គរដ្ឋទូតបំពេញបេសកកម្មនៅប្រទេសថៃមានភារកិច្ចចម្បងគឺលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរនិងបង្កើតការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរហើយមតិរបស់លោកបានលើកឡើងបន្ទាប់ពីអ្នកដំណើរជនជាតិចិនប្រមាណជា20នាក់ត្រូវបានបដិសេធមិនអោយឡើងយន្តហោះនៅអាកាសយានដ្ឋានសុវណ្ណភូមិនេះយ៉ាងមកឲ្យគេឡើងយន្តហោះផងឲ្យគេយោគយល់ហេតុការណ៍នេះបានតាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងលើបណ្ដាញសង្គមបន្ទាប់ពីមានវីដេអូបង្ហាញពីមន្ត្រីសន្តិសុខអាកាសយានដ្ឋានថៃម្នាក់ធ្វើកាយវិការរើសអើងពូជសាសន៍នេះដូចជាមិនជាកាយវិការរើសអើងទេដូចជាមានបំណងនៅក្នុងវីដេអូហ្នឹងបាទហើយមកនិយាយយល់ល្អខ្លួនឯងបាទតទៀតទៅបងប្រិយមិត្តយើងមើលលោកស៊ីស័កហ្នឹង
បានគូបញ្ជាក់ថាអ្នកទូតគួរតែប្រុងប្រយ័ត្នចំពោះតួនាទីរបស់ខ្លួននៅពេលដោះស្រាយចំនួនបែបនេះឲ្យគេប្រុងប្រយ័ត្នលោកមានប្រសាសន៍ថាដូច្នេះរាល់សេចក្តីថ្លែងការណ៍ជាសាធារណៈរបស់លោកឯកអគ្គរដ្ឋទូតត្រូវតែគិតគូរដល់ការទទួលខុសត្រូវជាមុននេះហើយមិនគួរបន្ថែមភាពតានតឹងនាពេលបច្ចុប្បន្នឡើយហើយខ្ញុំក៏ជឿថាលោកឯកអគ្គរដ្ឋទូតយល់អំពីរឿងនេះសិតគេហ្នឹងអត់ដឹងអីមើលទៅនេះហើយលោកបន្ថែមថាគោលការណ៍ដូចគ្នានេះក៏ត្រូវអនុវត្តចំពោះអ្នកទូតថៃដែលកំពុងបំពេញបេសកកម្មនៅបរទេសផងដែរបាទសារនេះដូចនិយាយចង់ភ្លាវvậyទេលោកបានបញ្ជាក់ថាឯកអគ្គរដ្ឋទូតថៃប្រចាំប្រទេសចិនក៏ត្រូវតែខិតខំប្រឹងប្រែងដើម្បីថែរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរផងដែរហើយលោកស៊ីសានៅតែថ្លែងថាប្រទេសថៃត្រូវតែបន្តអនុវត្តបទបញ្ញត្តិអន្តោប្រវេសន៍របស់ខ្លួនព្រមទាំងធានាភ្ញៀវទេសចរទទួលបានបទពិសោធន៍ល្អប្រសើរដោយលោកបន្ថែមថាអាជ្ញាធរគួរបង្កើតតុល្យភាពអនុវត្តច្បាប់និងការរក្សារូបភាពល្អរបស់ប្រទេសជាតិគុំភ្ញៀវទេសចរនិយាយដូចលយបើនៅមានកន្លែងណាដែលត្រូវនិយាយស្លែងការសុំទោសនេះដូចលយដល់ហើយឃើញក្នុងព័ត៌មានការសុទ្ធឬអត់មានឃើញកន្លែងណាទេចុះថ្មីនេះគឺមានវីដេអូ viral ខ្លាំងមែនតើអំពីមន្ត្រីសាលាស្រុកកន្លះខេត្តគេប្រហែល2នាក់លាបពណ៌មុខលាបផាត់មុខលសលាបក្រែមដូចពួកតារាហ៊ីហើយមានទៀតដូចអត់ឃើញចុះឲ្យថ្មីទេអញ្ចឹងបញ្ហាសំខាន់ហ្នឹងគឺតែតែយកព្យាយាមព័ត៌មានកសែតចុះព័ត៌មានបន្តដើម្បីបិទបាំងការបញ្ចេញមតិទៅលើរឿងរ៉ាវតាក់ទងដូចជារឿងជនជាតិចិនដូចជាពិសេសរឿងបញ្ហាការទូតរវាងព្រំដែនថៃហើយនិងប្រទេសខ្មែរយើងគឺតែងតែព្យាយាមបិទរហូតយករឿងខ្មែរលួចឆ្លងចូលទៅស្រុកថៃហើយអ្នកដែលនៅប្រជាពលរដ្ឋខ្មែរយើងរស់នៅស្រុកថៃហ្នឹងថាបានលួចលក់សាច់ស្រស់ខុសច្បាប់អីជាលក្ខនឹងឡាដូចគ្មានឃើញទៀតទេដូចជារឿងបញ្ហាក្មេងបងប្អូនរុស្ស៊ី2នាក់ដែលត្រូវបានប្លន់សម្លាប់នោះក៏ព័ត៌មានចេញក៏នៅមិនឃើញមានសេចក្តីថ្លែងការណ៍ណាបន្ថែមដែរអញ្ចឹងនេះហើយជាចរិតនៃជនជាតិសៀមនេះបាទអរគុណប្រិមិត្តនេះជាភាសាសម្រាប់ជាភាសាអង់គ្លេសដែលបកស្រាយចេញជាភាសាខ្មែរសម្រួលអត្ថបទជាភាសាខ្មែរហើយពាក្យពន្លឺមួយចំនួនសូមបញ្ចូលនៅក្នុង description ជូនបងប្អូនតែម្ដងបាទកុំភ្លេច like subscribe នេះជាការជែកលេងដោយសំឡេងផ្ទាល់បងប្អូនណាមិនមែនជា AI ទេអរគុណណាស់